ប្រាសាទភ្នំរងជាប្រាសាទខ្មែរដ៏ធំដែលបាត់បង់ទៅប្រទេសថៃប្រាសាទភ្នំរងជាស្ថាបត្យកម្មខ្មែរសាងសង់ឡើងរវាងចន្លោះសតវត្សទី10និងទី13ក្នុងរជ្ជកាលព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី2ពីឆ្នាំ1113ដល់ឆ្នាំ1150តាមរចនាបថខ្មែររចនាបថបាខែងនិងរចនាបថឃ្លាំងប្រាសាទនេះត្រូវបានសាងសង់ឡើងលើកំពូលភ្នំធម្មជាតិកម្ពស់ប្រហែល170ម៉ែត្រពីអតីតកាលប្រាសាទនេះស្ថិតនៅខេត្តបុរីរំអាណាចក្រខ្មែរមុនសម័យលង្វែកប៉ុន្តែបច្ចុប្បន្នស្ថិតនៅខេត្តបុរីរាមប្រទេសថៃប្រាសាទនេះកសាងឡើងឧទ្ទិសដល់ព្រះសិវៈណូក្នុងព្រហ្មញ្ញសាសនាពាក្យថាភ្នំរងគឺជាឈ្មោះតាំងអំពីសម័យបុរាណកាលមកប្រាសាទនេះសម័យពីបុរាណហៅថាកំរងតែងជាកតាំងវនរងពាក្យថាវាំងនរងនេះត្រូវនឹងពាក្យថាភ្នំរងសម័យបច្ចុប្បន្នពាក្យរងមានន័យថាធំភាពអស្ចារ្យនៃប្រាសាទភ្នំរងនៅខេត្តបុរីរំអតីតដីខ្មែរគឺប្រាសាទខ្មែររមែងតែពាក់ព័ន្ធទៅនឹងតារាសាស្ត្រដោយករណីប្រាសាទភ្នំរងជាឧទាហរណ៍ស្រាប់យើងដឹងថាមានតែមួយថ្ងៃជារៀងរាល់ឆ្នាំតែប៉ុណ្ណោះភាពអស្ចារ្យនៃប្រាសាទភ្នំរងនៅខេត្តបុរីរំអតីតដីខ្មែរគឺប្រាសាទខ្មែររមែងតែពាក់ព័ន្ធទៅនឹងតារាសាស្ត្រដោយករណីប្រាសាទភ្នំរងជាឧទាហរណ៍ស្រាប់យើងដឹងថាមានមួយថ្ងៃជារៀងរាល់ឆ្នាំតែប៉ុណ្ណោះនៅវេលាព្រឹកទ្វារទាំង15នៃប្រាសាទថ្មដ៏ស្កឹមស្កៃនេះសាងសង់លើកំពូលភ្នំមួយនៅសតវត្សទី11នៃគ្រិស្តសករាជទទួលពន្លឺដ៏ពិសិដ្ឋរបស់ព្រះអាទិត្យដែលចែងចាំងនៅចំកណ្ដាលទ្វារទាំង15នៃពុជនីយដ្ឋាននេះក្នុងពេលព្រមគ្នា